រឿងដែលឆោតល្ងងនឹងធ្វើឲ្យឈឺចាប់បំផុតគឺការដែលព្រមរក្សាទំនាក់ទំនងដែលមិនច្បាស់លាស់អត្ថបទគេហទំព័រក្នុងស្រុកតើអ្វីទៅជាទំនាក់ទំនងមិនច្បាស់លាស់លើពីមិត្តតែមិនមែនជាសង្សារវាគ្រាន់តែជាទំនាក់ទំនងមួយដែលស្ថិតនៅចំកណ្ដាលបែបថាគេមិនដែលនិយាយថាស្រឡាញ់យើងទេតែទង្វើគេគឺល្អខ្លាំងស្និទ្ធស្នាលខ្លាំងគេមិនដែលឲ្យតំណែងមួយពិតប្រាកដដល់យើងតែគេបែរជាតែងតែមករកយើងធ្វើល្អនឹងយើងខ្លាំងដែលធ្វើឲ្យយើងយល់ច្រឡំជាមួយនឹងអារម្មណ៍មួយនេះតែម្នាក់ឯងមួយហេតុអ្វីបានជាមនុស្សស្រីមួយចំនួនព្រមនៅជាមួយបុរសដោយសាងទំនាក់ទំនងមិនច្បាស់លាស់មានហេតុផលរាប់មិនអស់ដែលត្រូវបានផ្ដល់ឲ្យនៅពេលសួរថាហេតុអ្វីបានជាស្ត្រីទទួលយកទំនាក់ទំនងដែលមិនមានភាពច្បាស់លាស់ជាទូទៅមនុស្សដឹងរឿងមួយស្ត្រីខ្លាចមិនហ៊ានប្រឈមមុខនឹងភាពឯកាស្ត្រីចង់មានបុរសម្នាក់នៅក្បែរខ្លួនដើម្បីពឹងផ្អែកហើយក៏ព្រោះតែស្ត្រីខ្លាចមិនហ៊ានទៅមុខមួយជំហានទៀតនឹងមិនមានអ្វីកើតឡើងស្ត្រីជាច្រើនបានស្ម័គ្រចិត្តទទួលយកថាពួកគេខ្លួនឯងនឹងមិនមានកន្លែងជាក់លាក់មួយនៅក្នុងជីវិតរបស់បុរសនោះទេជាការពិតពួកគេគ្មានសិទ្ធិប្រច័ណ្ឌគ្មានសិទ្ធិគ្រប់គ្រងហើយក៏មិនអាចចេញមុខដើម្បីដាក់ឈ្មោះទំនាក់ទំនងរបស់ពួកគេបានដែរពីរអ្វីដែលអាក្រក់បំផុតដែលស្ត្រីត្រូវទទួលយកនៅពេលមានទំនាក់ទំនងមិនច្បាស់លាស់ទំនាក់ទំនងដែលគ្មានតំណែងច្បាស់អាចធ្វើឲ្យស្ត្រីរីករាយមួយរយៈពេលខ្លីប៉ុន្តែការពិតវានាំមកនូវការឈឺចាប់ជាច្រើនក្នុងរយៈពេលយូរអារម្មណ៍នៅពេលឃើញបុរសរីករាយជាមួយមនុស្សម្នាក់ផ្សេងទៀតប៉ុន្តែមិនមានសិទ្ធិប្រច័ណ្ឌវាពិតជាពិបាកពណ៌នាខ្លាំងណាស់នៅពេលមនុស្សនោះមានអ្នកស្រឡាញ់គាត់ខ្លួនឯងនឹងក្លាយជាមនុស្សទី3ប្រសិនបើបុរសនោះនៅលីវដូច្នេះការនៅជាមិត្តនឹងក្លាយជារឿងបណ្ដោះអាសន្នប្រហែលជារឿងដែលអាក្រក់និងគួរឲ្យខ្លាចបំផុតរបស់ស្ត្រីគឺត្រូវទទួលយករឿងទាំងនោះបុរសម្នាក់ដែលដឹងពីអារម្មណ៍របស់អ្នកចំពោះគាត់យ៉ាងល្អប៉ុន្តែធ្វើពុតជាមិនដឹងទំនាក់ទំនងដែលមិនច្បាស់លាស់នោះនឹងបន្តទៅមុខហើយចំណុចកំពូលនៃភាពសោកសៅគឺនៅពេលដែលស្ត្រីឈឺចាប់ក៏គ្មានសិទ្ធិគ្មានឋានៈគ្មានតំណែងជាក់លាក់នៅក្នុងចិត្តគេ3តើអារម្មណ៍នោះមានសុភមង្គលឬការរងទុក្ខសួរខ្លួនឯងថាតើស្ត្រីរីករាយនឹងទទួលយកការនៅជាមួយបុរសម្នាក់ដោយគ្មានភាពច្បាស់លាស់បានដែរឬទេពួកគេនឹងរងទុក្ខវេទនាខ្លាំងណាស់ដែលពួកគេចង់បោះបង់វាប៉ុន្តែពួកគេមិនអាចធ្វើវាដោយខ្លួនឯងបានទេនៅពេលចូលក្នុងទំនាក់ទំនងនោះភាពខ្លាំងនិងភាពតឹងតែងរបស់ពួកគេត្រូវបានរលុបបន្តិចម្ដងហើយបន្ទាប់មកលិចយ៉ាងជ្រៅដោយដាក់ខ្លួនពួកគេនៅក្នុងមនោសញ្ចេតនាឆ្កួតឡប់នេះដើម្បីទទួលយកដើម្បីនៅតែមាននៅក្នុងទំនាក់ទំនងនេះគឺថាស្ត្រីម្នាក់ទទួលយកការខ្ជះខ្ជាយយុវវ័យរបស់នាងដើម្បីរងចាំមនុស្សម្នាក់នោះដល់ពេលត្រូវចាប់ផ្ដើមដឹងថាគាត់ល្ងងខ្លៅប៉ុណ្ណាគុណវិបត្តិនៅចុងបញ្ចប់នៅតែជាមនុស្សម្នាក់ដែលស្ម័គ្រចិត្តឈឺចាប់ដើម្បីឲ្យបុរសម្នាក់នោះដូច្នេះកុំធ្វើជាមនុស្សងាយល្ងើក្នុងការទទួលយកការនៅជាមួយបុរសម្នាក់តាមរយៈទំនាក់ទំនងដែលមិនច្បាស់លាស់នៅពេលដែលអ្នកមិនអាចនៅជាមួយគ្នាសូមរកផ្លូវផ្ទាល់ខ្លួនរបស់អ្នកត្រឡប់មកស្រឡាញ់និងមើលថែខ្លួនឯងឲ្យល្អវិញ